បាទអនុញ្ញាតបាទសូមបាទគោរពជំរាបសួរសម្ដេចបាទទ្រង់អាដាមអស់លោកស្រីបាទប្រិមិត្តបាទទស្សនិកជនបាទថ្ងៃនេះបាទថ្ងៃបាទទីបាទ11ហើយបាទខែមីនាឆ្នាំ2025ហើយក៏ដូចជាបាទថ្ងៃនេះក៏ដូចជាមានរឿងមួយដែលផ្ទុះការចាប់អារម្មណ៍ដែរប្រិមិត្តចង់ដឹងថារឿងនោះរឿងអីបាទហើយយើងក៏ឃើញដែរថ្ងៃទី9បាទខែមីនាហ្នឹងក៏មានការផ្សព្វផ្សាយបាទព័ត៌មានអំពីការញាត់មនុស្សចូលឡានចំណងជើងរបស់ចាងវ៉ាណាចាប់មនុស្សចូលឡានហើយប្រិមិត្តយើងមិនទាន់ដឹងថាតើការចាប់មនុស្សចូលឡានហ្នឹងគឺជាកម្លាំងខាងណាទេយើងអត់ដឹងទេដោយសារតែកម្លាំងនោះគឺសិតតែស៊ីវិលអញ្ចឹងព័ត៌មានផ្សព្វផ្សាយអ្វីដែលជាការពិតដូចជាស្ដែងបាទនៅថ្ងៃទី9នៅចិត្តស្ពាតបាក់នៅខណ្ឌកោរាជធានីភ្នំពេញបាទឥឡូវនេះចាងវាង CN បាទ CN បាទញូបានចូលបំភ្លឺនៅខាងអគ្គស្នងការនគរបាលជាតិអំពីករណីផ្សព្វផ្សាយព័ត៌មានមួយនៅថ្ងៃទី9ខែមីនាហ្នឹងអំពីករណីចាប់មនុស្សចូលឡានចំនួន2នាក់យើងចង់ដឹងថាតើការចូលបំភ្លឺនេះពាក់ព័ន្ធនឹងរឿងអីដែររឿងផ្សព្វផ្សាយព័ត៌មានមិនពិតឬក៏រឿងផ្សព្វផ្សាយព័ត៌មានបំភ្លៃណាមួយយើងចង់ដឹងច្បាស់តោះយើងជួបគាត់បាទជំរាបសួរបាទចាំបាទឈ្មោះឯណាបាទខ្ញុំបាទឈ្មោះប៉ក់ចម្រុងចាងវាងគេហទំព័រព័ត៌មាន CN ជាបឋមសូមថ្លែងអំណរគុណចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្រប់ស្ថាប័នអង្គភាពដែលផ្ដល់ពេលវេលាដ៏មានតម្លៃក៏ដូចជាថវិកាដើម្បីចូលរួមតាមដានបាននៃការកោះហៅអញ្ជើញពីអគ្គស្នងការនគរបាលជាតិបាទគឺមន្ទីរប្រឆាំងគ្រឿងញៀនបាទបានកោះអញ្ជើញខ្ញុំមកឆ្លើយបំភ្លឺបាទពាក់ព័ន្ធនឹងករណីដែលខ្ញុំបានបង្ហោះវីដេអូដោយយោងតាមប្រភពព័ត៌មានវីដេអូពីបងប្អូនប្រជាពលរដ្ឋទេនៅថ្ងៃទី9ខែមីនាឆ្នាំ2025វេលាម៉ោងប្រហែលជា5ល្ងាចខ្ញុំបានឃើញបងប្អូនប្រជាពលរដ្ឋលោកផុសវីដេអូករណីជនសង្គមជនស៊ីវិលមួយក្រុមបានធ្វើសកម្មភាពចាប់មនុស្ស2នាក់ញាត់ឡានលុចស៊ីសមួយគ្រឿងបាទដែលពាក់ស្លាកលេខបាទ5252ណាបាទខ្ញុំឃើញវីដេអូនេះមួយក៏ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងដោយសារតែពីប្រហែលថ្ងៃកន្លងមុនហ្នឹងក៏មានករណីដែលចាប់ចម្រិតបាទជនជាតិចិនដែលទៅបញ្ចុះពីពលានយន្តហោះនៅផ្លូវកបាត់ក្រុងទី3បាទស្របពេលហ្នឹងក៏បងប្អូនប្រជាពលរដ្ឋលោកក៏បានបោះវីដេអូហ្នឹងមកក៏ឃើញផុសទៅក៏ខ្ញុំយកវីដេអូយកមកផុសហើយខ្ញុំក៏បានសរសេរ caption មួយដែលមិនធ្វើឲ្យប៉ះពាល់ទៅដល់មិនដាក់កំហុសទៅអ្នកណាទេដល់ខ្ញុំបាទអត់ចោទបែបណាទេបាទដល់ខ្ញុំដាក់ថាជនស៊ីវិលមួយក្រុមចាប់មនុស្ស2នាក់ញាត់ឡានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃើញដូច្នោះប្រជាពលរដ្ឋបានចាប់ជនស៊ីវិល2នាក់នោះវិញប្រគល់ទៅសមត្ថកិច្ចមូលដ្ឋានសំកាត់តិចមកក្រុមចាប់បានប្រមាណដែរដែលញាត់មនុស្សចូលឡានដូចជាព័ត៌មានក្នុងវីដេអូហ្នឹងគឺខ្ញុំមើលឃើញបាន2នាក់បាទ2នាក់តែមិនដឹងថាគាត់អាយុប្រមាណទេខ្ញុំបានក្នុងវីដេអូនេះក៏ខ្ញុំបានបញ្ចេញបញ្ចូលថាអូកម្លាំងខាងនេះអត់ទេពួកខ្ញុំដោយសារតែខ្ញុំយោងទៅលើវីដេអូនេះគឺវីដេអូនេះគឺដាក់មកគឺអត់មានឯកសណ្ឋានណាដែលសម្គាល់គាត់ជាកងកម្លាំងខាងណាទេបាទអញ្ចឹងគាត់គឺស៊ីវិលអញ្ចឹងក៏ខ្ញុំយកមកផុសហើយក៏មានការបកស្រាយពីបំភ្លឺពីអ្នកប្រតិកម្មរហ័សនៃអគ្គស្នងការមន្ទីរគ្រឿងញៀនខ្ញុំក៏បានឆ្លើយតបទៅវិញបាទខ្ញុំក៏បានដាក់ផ្សាយបំភ្លឺជូនគាត់វិញដែលក្រោយពីអង្គភាពសារព័ត៌មាន CN News Live 24ម៉ោងបានផ្សព្វផ្សាយព័ត៌មានដាក់ចំណងជើងថាជនស៊ីវិលមួយក្រុមចាប់មនុស្ស2នាក់ញាត់ឡានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋគឺដូច្នេះប្រជាពលរដ្ឋចាប់ជនស៊ីវិល2នាក់ប្រគល់ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ព្រៃកពើវិញទីតាំងកន្លែងកើតហេតុស្ថិតនៅស្ពានបាក់ចំណុចប៉ុស្តិ៍លេខ5ភូមិស្រីស្នំសង្កាត់ព្រៃកពើខណ្ឌដង្កោរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី9ខែមីនាឆ្នាំ2025ស្រាប់តែពេលនេះក្រុមការងារប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបកស្រាយបំភ្លឺដោយខាងក្រោមបាទអញ្ចឹងនៃការផ្សព្វផ្សាយរបស់ចាងវាង CN News បាទអាញាធរទីតតមកហ្នឹងឲ្យចូលភ្លឺហ្នឹងក្នុងរឿងផ្សព្វផ្សាយព័ត៌មាននេះទេបាទផ្សព្វផ្សាយបំភ្លឺគាត់ចង់បានបំភ្លឺពីខ្ញុំណាឥឡូវនេះក៏ក្នុងលិខិតអញ្ជើញនេះគឺម៉ោង9:30នាទីបាទឥឡូវយើងមកដល់មកអគារហើយបាទនេះលិខិតបាទអញ្ចឹងអ្វីដែលខ្ញុំផ្សាយហើយដល់ពេលប្រតិកម្មរហ័សរបស់មន្ទីរគ្រឿងញៀនលោកបោះមកវិញប្រតិកម្មមកវិញគឺខ្ញុំបោះជូនគាត់វិញហើយបាទបោះជូនគាត់វិញហើយបាទបោះស្រាយបំភ្លឺទៅវិញហើយតែម្សិលមិញនៅប៉ុស្តិ៍របស់ខ្ញុំហ្នឹង
លោកនៃរងប៉ុស្តិ៍ហ្នឹងគាត់បានតំណតំណងថាមានលិខិតអញ្ជើញពីមន្ទីរអញ្ចឹងយើងខ្ញុំក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ក៏មកតាមការអញ្ជើញរបស់នគរបាលមន្ទីរគ្រឿងញៀនបាទប្រចាំគ្រឿងញៀនថាគាត់ចង់ឲ្យខ្ញុំបំភ្លឺរឿងអីបាទយើងទៅទៀតយើងខ្ញុំចូលទៅខាងក្នុងហើយចេះចូលបំភ្លឺហ្នឹងក្នុងយើងជាអ្នករបបសារព័ត៌មានហ្នឹងមានអារម្មណ៍ថាតក់ស្លុតទេភ័យទេខ្លាចគេចាប់ចងណាមួយទេសម្រាប់កំហុសរបស់ខ្ញុំសិក្សាទៅលើកំហុសរបស់ខ្ញុំហាក់បីដូចជាអត់មានចំណុចណាដែលត្រូវភ័យខ្លាចទេបាទទី1ទី2ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានក៏ខ្ញុំអត់មានចំណុចណាដែលត្រូវភ័យព្រួយដែរដោយសារខ្ញុំបផ្សាយខ្ញុំដាក់ប្រភពពីប្រជាពលរដ្ឋនៅពេលដែលគាត់ឲ្យប្រតិកម្មរហ័សរបស់អគ្គស្នងការនគរបាលជាតិគឺជាពិសេសមន្ទីរគ្រឿងញៀនលោកបានឲ្យបកស្រាយខ្ញុំក៏បានបកស្រាយជូនមកគាត់ទៅវិញហើយដែរអញ្ចឹងក្នុងជាអ្នកសារព័ត៌មានក្រុមសិលធម៌វិជ្ជាជីវៈអ្វីដែលខ្ញុំបានធ្វើក៏ខ្ញុំបានបំពេញរួចហើយតែបើសិនតែគាត់ឲ្យខ្ញុំទៅបំភ្លឺរឿងហ្នឹងទៀតក៏យើងចូលបំភ្លឺតាមការសារអញ្ជើញរបស់គាត់ដែរណាមិនអញ្ចឹងបាទយើងអត់ឃើញទេពីព្រោះការផ្សព្វផ្សាយដែលខ្ញុំតាមដានណាហើយខ្ញុំ FM 102គឺយើងបានបកស្រាយបំភ្លឺតែដែរយើងជួយមិនថានេះយើងជួយបកស្រាយបំភ្លឺត្រឡប់ទៅវិញថាព័ត៌មាននេះយោងទៅតាមប្រភពប្រជាពលរដ្ឋក៏មិនបានបញ្ចេញបញ្ចូលឲ្យលើសពីការពិតដែរបាទអត់លើសពីការពិតដែរនេះថាអត់លើសអត់ edit អីទាំងអស់បាទសម្រាប់ព័ត៌មានខ្ញុំគឺ original សម្រាប់ caption របស់ខ្ញុំតែម្ដងទាំងវីដេអូដែលប្រជាជនគាត់ផុសហើយវីដេអូនេះក៏ប្រជាជនគាត់ផុសច្រើនដែរបងប្អូនផុសច្រើនណាស់ប៉ុន្តែគាត់មានចំណាត់ការតែលើព័ត៌មានអញ្ចឹងក៏យើងអត់អីទេយើងឆ្លើយបំពេញតាមយើងឃើញចាស់ប្រិមិត្តយើងឃើញមួយទៀតខាងប្រតិកម្មរដ្ឋាភិបាលបានសរសេរផេកមួយឈ្មោះថា PVFC បាទធ្វើការផ្សព្វផ្សាយហើយឃើញនឹងលុបបាត់ឬនៅក៏យ៉ាងមិនដែរខ្ញុំអត់ដឹងដែរបាទពួកពាក់ព័ន្ធនឹងខ្ញុំអត់ដឹងទេណាបងប្អូនខ្ញុំអត់ដឹងទេអញ្ចឹងហើយអញ្ចឹងបានន័យថាមកដល់ចំណុចនេះរៀបនឹងចូលទៅឆ្លើយបំភ្លឺណាក្នុងអារម្មណ៍ចិត្តគិតរួចអស់ហើយអញ្ចឹងបានន័យថាផ្ដាំទៅបងប្អូនអ្នកសារព័ត៌មានផ្សព្វផ្សាយឲ្យមានក្រមសីលធម៌វិជ្ជាជីវៈបាទអរគុណបាទអរគុណបងប្អូនបាទបងប្អូនយើងជាអ្នកព័ត៌មានទាំងអស់គ្នាសូមផ្សព្វផ្សាយសូមប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈទាំងអស់គ្នាដើម្បីជៀសវាងពីផ្លូវច្បាប់ណាមួយជាពិសេសសន្តិសុខសង្គមជាតិរបស់យើងទូទាំងប្រទេសអញ្ចឹងវាសំខាន់ណាស់ណាបងប្អូនណាអញ្ចឹងអ្វីដែលសំខាន់សូមបងប្អូនផ្សព្វផ្សាយតាមអ្វីដែលក្រមសីលធម៌វិជ្ជាជីវៈរបស់បងប្អូនទាំងខ្ញុំទាំងគេទៅចូលរួមសហការគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិយកយើងទាំងអស់គ្នាអញ្ចឹងគាត់ហៅទៅហ្នឹងទៅយ៉ាងម៉េចដែរបើជួយបកស្រាយឲ្យគាត់ចង់និយាយគាត់ថាបើយើងនិយាយថាគាត់ជួយបាទណែនាំអ្វីដែលចំណុចខ្វះខាតរបស់យើងដែលយើងផ្សព្វផ្សាយទៅអត់មានប្រភពច្បាស់លាស់អញ្ចឹងណាបាទគាត់ជួយណែនាំថាទៅម៉េចឲ្យយើងផ្សាយព័ត៌មានទៅឲ្យមានប្រភពច្បាស់លាស់អញ្ចឹងក៏ជាសារមួយដែរសម្រាប់បងប្អូនដែលព័ត៌មានមួយចំនួនតូចដែលខ្វះខាតអញ្ចឹងអ្វីដែលយើងយកព័ត៌មានគឺសូមឲ្យមានប្រភពឲ្យច្បាស់លាស់ជៀសវាងមានបញ្ហាណាកើតឡើងបាទចឹងហើយឆ្លៀតនេះក៏អរគុណបាទដល់ថាដឹកនាំទាំងអស់គ្នាផងដែរបាទតែយើងចិត្តទុកដាក់កុំអាមកចប់អត់តមកចប់ទេចង់ដឹងឲ្យច្បាស់ក្រោយពេលជំនួបហើយខាងមន្ទីរប្រឆាំងគ្រឿងញៀនគាត់មានសំណុំពរអីខាងចាងវាងត្រឡប់ទៅវិញគាត់ឲ្យយើងមកត្រឡប់មកវិញដោយគាត់មានកាន់តួអូសដំណើរអីទេបាទដោយសារតែយើងបានសុំទោសអីចឹងទៅណាដោយសារតែកັບផ្សាយរបស់យើងនេះវាអត់មានប្រភពអីច្បាស់លាស់អញ្ចឹងទៅថាធ្វើឲ្យវាប៉ះពាល់ដល់កងកម្លាំងដែលកំពុងតែអនុវត្តច្បាប់ជាពិសេសចុះច្បាប់យកនៅមុខសញ្ញាដែលជួយលោកគ្រឿងញៀនអញ្ចឹងគាត់បានបញ្ជាក់ច្បាស់ហើយក្រមស៊ីវិលហ្នឹងគឺជាខាងមន្ទីរប្រឆាំងគ្រឿងញៀនបាទខាងគ្រឿងញៀនក៏ចុះច្បាប់មុខសញ្ញាដែលជនសង្ស័យបានផលិតនៅគ្រឿងញៀននៅទឹកដីខណ្ឌសែនសុខបាទចាំមកក៏បញ្ជាក់ណាច្បាស់ហើយបាទប្រិមត្តបន្ទូសេចក្ដីក៏ដូចជាបងប្អូនកំពុងតាមដានការទៅចោះចាប់ហ្នឹងគឺក្រមស៊ីវិលគឺជាកម្លាំងរបស់អគ្គបាទចោះទៅចាប់បាទយើងអត់ដឹងទេបាទយើងអត់ដឹងទេអាហ្នឹងជាទូនាទីរបស់សមាជិកបាទក្នុងនេះយើងមកបំភ្លឺក្នុងនាមតែយើងដែលផ្សព្វផ្សាយទេបាទអរគុណបងប្អូនអរគុណបាទអរគុណណាស់ប្រិមិត្តបាទទស្សនិកជនក្រោយពេលបាទលោកចាងវាងបាទ CRN News បានត្រឡប់បាទចេញមកវិញក៏បានបញ្ជាក់យ៉ាងច្បាស់ថាការផ្សព្វផ្សាយនេះគឺជាការយល់ច្រឡំទេអញ្ចឹងមានការសុំទោសខាងមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់យ៉ាងច្បាស់ហើយគឺបាទកម្លាំងស៊ីវិលហ្នឹងគឺជាកម្លាំងរបស់បាទមន្ទីរប្រឆាំងគ្រឿងញៀនចោះច្បាមយកមុខសញ្ញានៅបាក្រាបបាទគ្រឿងញៀនផងដែរប្រិមត្តបាទទស្សនិកជនឥឡូវរឿងរ៉ាវដែលកំពុងតែផ្ទុះក៏ដូចជាការចាប់អារម្មណ៍របស់បងប្អូនអ្នកបណ្ដាញសារព័ត៌មានបានបញ្ចប់បាទថ្ងៃនេះហើយបាទថ្ងៃ11ខែមីនាឆ្នាំ2025បាទលោកចាងវាងបាទ CRN News បានត្រឡប់មកវិញហើយនិយាយកាន់ទៅបងប្អូនអ្នកសារព័ត៌មានថាបាទសូមផ្សព្វផ្សាយឲ្យមានប្រភពច្បាស់លាស់និងក្រមសីលធម៌
បាទវិជាជីវៈបាទអ្នកសារព័ត៌មានផងដែរបាទធ្វើសក្តីរាយការណ៍ពីខ្ញុំបាទជើមសបូនបាទ007បាទ Visu FM 102និងលើ page បាទផ្លូវការរបស់ Visu FM 102ដោយក្តីគោរពអរគុណបាទសូមជម្រាបលា